សួស្តីទាំងអស់គ្នាចូលជាមួយមីនភាគទី13ណាហើយអ្នកទាំងអស់គ្នាមិនចុច Subscribe មីននៅបើនៅទេកុំភ្លេចចូលចុច Subscribe ឲ្យមីនម្នាក់មួយណាចឹងកុំឲ្យខាតពេលយូរយើងបន្តសាច់រឿងយើងទាំងអស់គ្នាហ្វឹងយូដើរមកដល់និយាយថានៅទាំងពីរមកថ្មីក៏នៅទីនេះដែរមែនហើយគាត់ក៏សួរទៅចុះណាលីងហើយមើលផែនរបស់គេក៏វាទៅថានាងទៅសាបាត់ហើយហ្វឹងយូក៏បន្តទៅថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នារឿងមួយអ្នកទាំងអស់គ្នាវឹកហាត់មួយសប្តាហ៍ហើយខ្ញុំក៏ទទួលបានមតិកែលម្អតិចតួចដែរពីអ្នកជំនាញនៅក្នុងហាងរបស់យើងដែលវាតទៅនឹងការវឹកហាត់របស់អ្នកទាំងអស់គ្នាហើយជាដំបូងយើងសូមអបអរសាទរទៅដល់ខេដោយក្នុងមួយសប្តាហ៍នេះនាងទទួលបានការសរសើរច្រើនជាងគេពីគ្រប់គ្នានៅក្នុងហាងសាឡនរបស់យើងឥឡូវហ្នឹងខ្ញុំសូមបង្កើតប្រាប់អ្នកទាំងអស់គ្នាថានាងទៅបានដំឡើងពីកូនជាងធម្មតាទៅជាអ្នកវឹកហាត់នៅក្នុងផ្នែក stylist ហើយម្យ៉ាងទៀតចាប់ពីថ្ងៃស្អែកទៅគឺនាងអាចធ្វើសេវាកម្មកសក់ឲ្យភ្ញៀវបានចំណែកហ្វឹងញីវិញនាងក៏ទទួលបានការសរសើរច្រើនដែរទោះបីជានាងមានចំណុចខ្លះតែកែលម្អក៏ដោយហើយអ្នកជំនាញនៅក្នុងផ្នែក stylist ពួកគេរំពឹងខ្ពស់ចំពោះនាងដូច្នេះអ្នកដែលត្រូវបានតំណែងគឺមានតែពីរអ្នកហ្នឹងឯងបន្ទាប់មកហ្វឹងឈូក៏បានប្រាប់ថាគឺថ្ងៃនេះមានតែប៉ុណ្្នឹងឯងអញ្ចឹងនាំគ្នាបាយជួទៅនៅពេលដែលហ្វឹងឈូរៀបដល់ចេញទៅសាវយ៉នក៏បានខាត់គេសាវយ៉នក៏សួរទៅចុះខ្ញុំមកអត់មានបានអីទេហ្វឹងឈូក៏តបទៅឯងរំពឹងចង់បានអីបើឯងមិនជាប់ក្នុងហ្នឹងសាវយ៉នក៏សួរទៅវាមិនអាចទៅរួចទេដែលខ្ញុំមិនជាប់ហ្វឹងឈូក៏តបទៅវាមិនអាចទៅរួចមកចាំខ្ញុំអានឲ្យស្ដាប់គេបានរីកកញ្ញាចាំងថាកញ្ចក់ដៃរបស់នាងគឺស្អាតទេហើយកញ្ចក់របស់នាងបានខ្វាច់គេចំនួន2ដងទៀតសាវយ៉នក៏តបទៅថាគេបានកាត់កញ្ចក់ឲ្យតាហ្វឹងឈូក៏បានអានចំណុចបន្តទៀតគេថានាងគឺមានជំនាញមិនតន់គ្រប់គ្រាន់ទេបន្ទាប់ពីកសោរបស់គេហើយក៏របស់គេពិតជារយមែនតែនគាត់ទៅលើចឹងហើយសាវយ៉នយើងក៏តបទៅនេះជាកន្លែងកសោមិនមែនជាកន្លែងម៉ាសាទេអញ្ចឹងខ្ញុំគួរតែគាត់ថាក៏របស់គេឈឺឬក៏មិនឈឺដែរមែនហ្វឹងឈូក៏បានអានចំណុចបន្តទៀតតែកសោរបស់នាងគឺមិនតន់បានល្អទេហើយទឹកដែលនាងប្រើក៏ត្រជាក់បន្តិចដែរហ្វឹងឈូក៏សួរទៅចឹងតានាងភ្លេចពីអ្វីដែលខ្ញុំប្រាប់ឲ្យមែនសាវយ៉នក៏ប្រាប់ទៅគេមិនតន់បានឈ្មោះទេចឹងឲ្យគេភ្លេចមិនកើតគាត់ទៅលើចឹងហើយហ្វឹងឈូក៏បាននិយាយថាចឹងនាងសាក់គិតមើលតើវាមកពីបញ្ហាអីគេសាវយ៉នក៏តបទៅនេះប្រកាសជាមកពីបញ្ហារបស់ពួកគេហើយណាមួយនៅពេលដែលខ្ញុំកសោរបស់ពួកគេមានបាននិយាយផងហ្នឹងមែនហើយពួកគេអាចចង់ធ្វើបោកខ្ញុំពីខាងក្រៅក៏ថាបានពួកគេទាំងនេះមិនដឹងជាមនុស្សបែបម៉េចទេហ្វឹងឈូក៏តបទៅសាវយ៉នណាឯងកុំបន្ទោសខ្ញុំអីខ្ញុំមើលទៅវាយុត្តិធម៌ហើយព្រោះអីខ្ញុំធ្លាប់ឃើញឯងពី3ដងហើយដែលធ្វើឲ្យសក់គេខូចហើយបើសិនម្នាក់ផ្សេងលាងសក់ឯងដោយវិធីដែលឯងធ្វើឯងប្រកាសជារុះរើហាងសាឡនរបស់គេចៅហើយចឹងហើយឯងកុំមើលងាយអាជីពនៃការកសាងនឹងអីសាវយ៉នយើងក៏ប្រាប់ទៅដោយសារសប្តាហ៍មុនគេមិនសូវយកចិត្តទុកដាក់អីទាំងដែលខ្ញុំមិនចង់ធ្វើវាតែបើសិនជាខ្ញុំចង់ធ្វើវាខ្ញុំនឹងធ្វើវាឲ្យបានល្អហើយលោកចាំមើលនិយាយរួចសាវយ៉នយើងក៏ដើរចេញទៅហ្វឹងឈូក៏បាននិយាយថានាងសុទ្ធតែឲ្យខ្ញុំចាំមើលប៉ុន្តែអ្វីដែលនាងធ្វើមិនដូចអ្វីដែលនាងនិយាយសោះប៉ុន្តែនាងនៅតែមានភាពជឿជាក់ចឹងនាងគួរតែអនុវត្តបានច្រើនសាវយ៉នយើងក៏ដើរមកវិញដល់និយាយថានាងបានដើររហូតមានអាគារ